អូហើយយូសួស្តីទាំងអស់គ្នាខ្ញុំសិតប៊ីឬសលេងរបស់ខ្ញុំទីរៃអញ្ចឹងនឹងខ្ញុំមកបន្តសេះរឿងរបស់យើងបន្តទៀតក៏ប៉ុន្តែមិនចូលទៅដល់វីដេអូនោះដោយរដងអញ្ចឹងទាំងមកថ្មីកុំភ្លេចចុច Subscribe បានច្រើនផងទៅដើម្បីទទួលបាននូវវីដេអូថ្មីនៅពេលដែលមាន upload ជាបន្តបន្ទាប់នៅគ្នាយើងកុំភ្លេច like ផងណាហើយ comment ទៀតក៏បានដែរអូខេហើយនៅបើហៅយុទ្ធការភាពបន្តរបស់យើងតែម្ដងបន្តពីភាពមុនមកនឹងបាយីចាប់ផ្ដើមបារម្ភពេលដឹងថាសត្វចម្លែកនោះវាត្រឡប់មកវាប្រហារម្ដងទៀតហើយអតិពលនៃថ្នាំស្ពឹកកំពុងតែធ្វើទុកគេយ៉ាងខ្លាំងធ្វើឲ្យគេពិបាកធ្វើចលនាឲ្យបានទាន់ចិត្តគេដឹងច្បាស់ថាទោះបីជាមានកម្លាំងពេញលេញក៏ប្រកាសថាវាឈ្នះអាសត្វនេះដែរប៉ុន្តែដោយការតាំងចិត្តខ្ពស់គេបានប្រាប់ខ្លួនឯងថាគ្មានជំរើសផ្សេងនោះទេព្រោះពេលនេះមានតែគេម្នាក់គត់ដែលអាចជួយសង្គ្រោះអ្នកគ្រប់គ្នាបានស្រាប់តែពេលនោះមានពលឺពណ៌មាសដ៏ធំមួយបានបាញ់ចូលពីលើមេឃមកយ៉ាងខ្លាំងបាយីភ្ញាក់ព្រឺតព្រមមិននឹកស្មានដល់សោះរន្ទះបាញ់នោះបានបោកផ្ទប់ទៅលើដីជុំវិញខ្លួនគេធ្វើឲ្យពួកសិស្សរួចផុតអំពីការចងរបស់សត្វចម្លែកឈីអានបានរួចខ្លួនផងដែរភ្លាមៗនោះក៏មានរន្ទះមួយខ្សែទៀតបានបាញ់វាកាត់ខ្លួនអាពេញពីងសាកសពនោះធ្វើឲ្យវារបួសយ៉ាងធ្ងន់ធ្ងរអ្នកគ្រូហួងកំពុងតែអោបឈីអានដែលសន្លប់នោះបានងើបមុខឡើងទាំងធូរទ្រូងហើយនិយាយថាលីងយូមកតាន់ពេលល្មមលីងយូដែលជាអ្នកលេខក្បាច់ធ្វើឃាតធាតភ្លេចបន្ទោមាសបានមកឈរពាំងការពារសិស្សដែលកំពុងរបួសនាងកាន់អាវុធយ៉ាងរឹងមាំហើយត្រៀមវាប្រហាររួចនិយាយឌឺដងទៅអាសត្វចម្លែកនោះថាពូកែខាងវាគេតែម្នាក់ឯងវាមិនសូវល្អទេដឹងក្រោយពីជួយក្មេងៗរួចឈីអានក៏បានងាកមកញញឹមដាក់បាយីយ៉ាងជឿជាក់ហើយសួរថានៅវាកើតអត់បាយីភ្ជាប់អាបន្តិចផងដែរដែលនាងលេចមុខមកភ្លាមហើយសួរចំបែបនេះពេលនេះពួកគេទាំងពីរនាក់ក៏បានឈរទន្ទឹមគ្នាត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយណាពេញពីងយៈដែលកំពុងរបួសនោះខណៈដែលសិស្សផ្សេងទៀតកំពុងតែសន្លប់ដួលរនេរណោកពេញនឹងអាសត្វចម្លែកនោះសម្លឹងមើលពួកគេមួយផ្លែតស្រាប់តែខ្លួនរបស់វាបច្ចេកពលឺហើយក៏បាត់ស្រមោលឆឹងតែម្ដងលីងយូឆ្ងល់យ៉ាងខ្លាំងក៏បានសួរថាវាបាត់ទៅណាហើយតែបាយីប្រយ័ត្នបញ្យល់វិញអាសត្វមួយនេះវាចេះក្បាច់បំបាំងកាយគេប្រាប់នាងថាដោយសារតែរបួសអំបញ្ញមិញវាច្បាស់ជាលួចពួនដើម្បីព្យាបាលខ្លួនឯងហើយទឹកមុខរបស់បាយីប្រជាស្រេចស្លាំងគេដកដង្ហើមធំព្រោះការឈឺចាប់ពីមុខរបួសដែលគេចាក់ផ្លូវខ្លួនឯងមិញនឹងចាប់ផ្ដើមធ្វើទុកខ្លាំងឡើងលីងយូចាប់អារម្មណ៍ឃើញថាគេកំពុងតែប្រឹងទប់ទល់នឹងការឈឺចាប់បាយីប្រាប់នាងអតិពលថ្នាំស្ពឹកចាប់ផ្ដើមចូលសពហើយចំណែកសិស្សផ្សេងទៀតក៏ប្រហែលជាត្រូវសន្លប់យូរគ្រាន់បើដោយសារតែឃើញថាគេអាចទប់ទល់នឹងថ្នាំស្ពឹកកម្រិត B បានយូរដល់ម្លឹងលីងយូពិតជាឆ្ងល់សរសើរនៅក្នុងចិត្តណាស់នាងក៏បោះដបថ្នាំមួយទៅឲ្យគេនាងប្រាប់ថានាងយកថ្នាំបន្សាបមកតែមួយដបគត់ហើយប្រាប់ឲ្យគេនឹងផឹកវាទៅបាយីចាប់ថ្នាំនោះជាប់ហើយប្រពន្ធក៏បានលុបប្រាប់ថាវាគឺជាទឹកបិណ្ឌសុទ្ធពេលដែលបាយីផឹកថ្នាំនោះលីងយូក៏បានប្រាប់ថាខាងសមាគមប្រហែលជាចេញមុខមកជួយយឺតហើយដូច្នេះមិនដឹងថាតបចំនួនមកដល់ពេលណានោះទេថ្នាំនោះគឺពូកែស័ក្តិសិទ្ធិមែនគ្រាន់តែផឹកចូលភ្លាមបាយីមានអារម្មណ៍ថាស្រឡះខ្លួននិងមានកម្លាំងវិញភ្លាមហើយគេក៏បានចាប់អារម្មណ៍ពីវត្តមានរបស់អាសត្វចម្លែកនោះតែម្ដងគេបញ្ញាពុំមានលីងយូថាសត្វនោះវាមិនទាន់ទៅណាឆ្ងាយនោះទេវានៅពួនក្បែរនេះហើយកំពុងតែបឺតយកធម្មពលពីបរិស្ថានជុំវិញខ្លួនដើម្បីព្យាបាលរបួសគ្រាន់តែនិយាយចប់មាត់ភ្លាមអាពីងពៀនដែលកំពុងបំបាំងកាយនោះក៏បានលូតចេញពីកន្លែងពួនយកជើងដ៏ធំនិងមុតស្រួយរបស់វាមកចាក់វាប្រហារតែម្ដងដោយសារតែមានប្រតិកម្មលឿនបាយីបានស្ទុះទៅរងការវាប្រហារនោះដែលប្រើជំនាញការពារដើម្បីទប់ទល់នឹងកម្លាំងដ៏សាហាវរបស់វាបានយ៉ាងល្អឥតខ្ចោះដោយឆ្លងការដែលបាយីបើកផ្លូវឲ្យលីងយូក៏បានលេចមកពីខាងក្រោយអាសត្វចម្លែកដែលកំពុងមកចេញរៀងនោះភ្លាមដែលរបស់នាងបានឆាបឆេះដោយផ្លេចបន្ទោពណ៌មាសយ៉ាងសាហាវនិងកម្ពុជាយ៉ាងពេញទំហឹងទៅលើការការពាររបស់វាដោយសារតែត្រូវបានគេគៀបទាំងមុខទាំងក្រោយបែបនេះអាពីងពៀនសាកសពនោះក៏ក្រហមឡើងយ៉ាងរំពងដោយកំហឹងខណៈដែលកម្លាំងវាប្រហាររួមគ្នារបស់អ្នកទាំងពីរបានសង្កត់វាឲ្យដួលបោកទៅនឹងដីយ៉ាងដំណំពេលចូលមកឈរទន្ទឹមគ្នាលីងយូចាប់អារម្មណ៍ឃើញថាអាសត្វនោះក៏បានងើបឡើងវិញលឿនណាស់នាងក៏បានងាកមកសួរបាយីម្ដងទៀតថាអាចនឹងវាកើតទៀតអត់បាយីញញឹមទាំងមានពលឺពណ៌បេតុងហុំព័ទ្ធជុំវិញខ្លួនក៏បានឆ្លើយជឿជាក់ថាវាកើតតាដល់ម៉ោងដែលពួកយើងត្រូវសហការគ្នាហើយពេលនេះបាយីនិងលីងយូបានឈរត្រៀមខ្លួនរួចជាស្រេចដើម្បីតទល់នឹងអាពីងពៀងសាកសពកម្រិត B ដ៏ធំសម្បើមនេះខ្លួនរបស់បាយីមានពន្លឺពណ៌បេតុងចំណែកអាលីងយូបញ្ចេញធម្មពលពណ៌មាសដ៏ខ្លាំងក្លាបាយីលួចសរសើរលីងយូថាការវាប្រហារនិងល្បឿនវត្តកម្មរបស់នាងពិតជាល្អឥតខ្ចោះមែនហើយគេក៏មិនភ្លេចញញឹមហើយដាស់តឿននាងថាត្រូវគិតអំពីសុខភាពជាធំណាព្រោះពួកយើងនៅត្រឹមតែជាសិស្ស
ទេលីងយូញញឹមតបវិញហើយចំអកលក់ឡើយថានិយាយនឹងធ្វើដោយខ្លួនឯងមិនមែនជាសិស្សអញ្ចឹងការនិយាយគ្នាលេងនេះត្រូវបានកាត់ផ្ដាច់ពេលអាពេញពានសាកសពដល់ឈោឡើងវិញទាំងកំហឹងវាសម្លឹងមកពួកគេដោយភ្នែកក្រហមឆ្អិនឆ្អៅបញ្ជាក់ថាវានៅពេលនេះគឺខឹងខ្លាំងមែនទែនហើយដែលត្រូវគេវាយអំបាញ់មិញឃើញសាច់កំណាច់នេះត្រៀមវេម្ដងទៀតបាជីក៏បានស្រែកប្រាប់ឲ្យចូលវេព្រមគ្នាអ្នកចម្បាំងទាំងពីរក៏បានហក់លោតទៅរកវាយវានៅក្នុងពេលតែមួយហើយវេប្រហារសង្កត់ពីសងខាងតែម្ដងពេលកំពុងវេនោះបាជីក៏បានចាប់អារម្មណ៍ថាមានរឿងមិនស្រួលហើយអាសត្វចម្លែកនោះបានវេបបមកវិញយ៉ាងលឿនដែលយកជើងដ៏មុតស្រួយរបស់វាទៅកាប់យ៉ាងខ្លាំងទោះបីជាបាជីយកដាវរងតន់ក៏ដោយក៏កម្លាំងដ៏សាហាវនោះរុញឲ្យគេអូសជើងថយក្រោយដែរឃើញមានចន្លោះប្រហោងលីងយូក៏បានស្រែកប្រាប់ថានាងជាអ្នកចាត់ការវាផ្ទាល់រួចនាងក៏បានលោតរំលងក្បាលបាជីទៅវេប្រហារសត្វនោះពីលើនាងបានកាប់វាជាច្រើនដាវផ្ទុំគ្នាព្រមទាំងមានផ្លែបន្ទោពណ៌មាសឆាប់ឆេះពេញខ្លួនរបស់នាងប៉ុន្តែអ្វីដែលនឹកស្មានបណ្ដោះនោះគឺការវាយប្រហារដ៏ខ្លាំងក្លារបស់នាងបែរជាគ្មានប្រយោជន៍សោះពេលប៉ះទាំងស្បែកដ៏ក្រាស់របស់អសត្វចម្លែកនោះអាពីសាកសពរងដាវរបស់នាងបានយ៉ាងងាយស្រួលហើយវាបានឆក់ឱកាសយកជើងដ៏មុតស្រួយរបស់វាវាយបកវិញលឿនដូចផ្លែបន្ទោបាជីស្រែកហៅឈ្មោះលីងយូទាំងភ័យស្លន់ស្លោពេលឃើញអាសត្វនោះវាយប្រហារនាងយ៉ាងខូខើមួយជើងនេះបានធ្វើឲ្យលីងយូទៀតទៅក្រោយរត់របួសហូរឈាមចេញពីទ្រូងពេលនាងយកដៃខ្ទប់មុខរបួសនាងក៏ភ័យលួចប្រលឹងព្រោះទើបតែដឹងថាការវាយប្រហាររបស់អាសត្វនេះគឺមានផ្ទុកជាតិពឹសយ៉ាងសាហាវប្រពន្ធក៏បានលោតសារបញ្ជាក់ពីរបួសនេះមែនពេលដែលពេញពានសាកសពនៅតែបន្តវិញលោកបាជីបានស្ទុះទៅពាំងការពារលីងយូដែលកំពុងរបួសដោយប្រើជំនាញការពាររបស់គេរងការវាយប្រហារនោះបានយ៉ាងជាប់គេដឹងច្បាស់ថាស្បែកការពាររបស់អាសត្វនេះគឺរងដូចជាអ្នកចម្បាំងកម្រិត B កំពូលអញ្ចឹងហើយបានជាកម្លាំងវេយដ៏សាហាវរបស់លីងយូបាញ់មិញធ្វើអីវាមិនចេញសោះអាសត្វចម្លែកនោះសម្លឹងមកពួកគេដែលកើបភ្នែកក្រហមស្អៅហើយក្រហមគំរាមថាពួកឯងនឹងត្រូវងាប់ទាំងអស់គ្នាប៉ុន្តែអ្វីដែលធ្វើឲ្យបាជីកាន់តែបារម្ភនោះគឺអាសត្វនេះវាកំពុងតែបឺតស្រូបធម្មពលពីបរិស្ថានជុំវិញខ្លួនវាឥតឈប់ឈរគេយល់ភ្លាមថាវាកំពុងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងទាំងកម្លាំងកាយនិងភាពឆ្លាតវៃបាជីគិតទៀតថាបើមិនប្រញាប់សម្លាប់វាឲ្យបានលឿននោះទេពួកវានឹងរស់មិនដល់ពេលក្រុមសមាគមទេវតាមកជួយឡើយជាពិសេសនៅពេលដែលសិស្សផ្សេងទៀតកំពុងតែដេកសន្លប់ស្ដូកស្ដឹងបែបនេះគេវិតម្លៃស្ថានភាពដ៏តានតឹងនេះដែលគិតថាទាំងគេនឹងលីងយូត្រឹមតែជាអ្នកចម្បាំងកម្រិត C តែប៉ុណ្ណោះហើយលីងយូថែមទាំងមានកំពុងមានរបួសទៀតផងបើទោះបីជាឈឺចាប់យ៉ាងណាក៏លីងយូបានខំមាត់ប្រឹងក្រោកឈរឡើងវិញហើយនិយាយយ៉ាងមុតមាំថាយើងត្រូវតែរកវិធីបំបែកការការពាររបស់វាឲ្យបានលឿនបំផុតបាយីឈរជើងយ៉ាងរឹងមាំស្របពេលដែលខួរក្បាលរបស់គេកំពុងតែចាប់ផ្ដើមនឹកឃើញផែនការមួយគេបានភ្លេចការចងចាំទៅដល់ពេលប្រជុំរៀបចំយុទ្ធសាស្ត្រជាមួយនឹងក្រុមចាស់ស្នូទេវតាការពិជាតិមុនកាលនោះគេធ្លាប់សួរកូនក្រុមថាតើគួរធ្វើម៉េចបើជួបសត្រូវដែលខ្លាំងជាងយើងឆ្ងាយហាន Zilling បានស្នើថាមានតែដកថយទេប៉ុន្តែលីងយូវិញបានប្រកាសដោយអហង្ការថាសម្រាប់ក្រុមជួមមុខដូចយើងពាក្យថាដកថយគឺគ្មាននៅក្នុងវចនានុក្រមឡើយបន្ទាប់មកបាជីក៏បាននឹកឃើញទៅដល់ក្បួនយុទ្ធសាស្ត្រពិសេសមួយដែលគេធ្លាប់បង្រៀនកូនក្រុមនៅថ្ងៃនោះគឺយុទ្ធសាស្ត្រធ្វើធ្នាក់គេពន្យល់ថាជំហានដំបូងគឺគេត្រូវតែប្រើកម្លាំងវេយប្រហារសត្រូវឲ្យអស់ពីសមត្ថភាពដើម្បីទាក់ទាញចំណាប់អារម្មណ៍និងកំហឹងរបស់ស្រូវឲ្យមកតម្រង់លើគេតែម្នាក់ឯងពេលដែលបាជីសម្រេចยึดយកផែនការនេះមកប្រើនៅក្នុងពេលបច្ចុប្បន្នគេក៏បាននឹកឃើញដល់ជំហានបន្ទាប់ពេលអ្នកដែលសត្រូវកំពុងតែផ្ដោតអារម្មណ៍វេយប្រហារតែលើអ្នកធ្វើធ្នាក់នោះវាច្បាស់ជាចំហចន្លោះប្រហោងមិនខានដល់ទឹកមុខពោពេញទៅដោយការតាំងចិត្តគេដឹងច្បាស់ថាជំហានបន្ទាប់គឺត្រូវរងចាំឱកាសមានដើម្បីវាយផ្ដាច់ព្រាត់ងាកមកមើលលីងយូវិញនាងកំពុងតែត្រៀមខ្លួនលោតចូលទៅក្នុងការវេយប្រហារខណៈដែលបាជីកំពុងតែទាក់ទាញការចាប់អារម្មណ៍អាពីងពីងសាកសពនោះតែឃើញបែបនេះបាជីស្រែកបញ្ជាទៅនាងភ្លាមថាកុំតន់ចូលវៃថយទៅក្រោយសិនទៅហើយខំប្រមូលកម្លាំងទុកឲ្យបានច្រើនបំផុតលេងយូភ្ជាប់ភ្លើតឲ្យសួរថានេះលោកចង់ចេញទៅវាយជាមួយនឹងវាតែម្នាក់ឯងមែនអីនាងឈរពីចម្ងាយទាំងបារម្ភថាវាបថយគ្រោះថ្នាក់ពេកហើយព្រោះទោះបីជាគេនឹងខ្លាំងប៉ុណ្ណាក៏ដោយក៏គេត្រឹមតែជាកម្រិត C ដែរបន្ទាប់មកនាងក៏បានអោនមុខចុះដោយក្តីខ្មាស់អៀននៅក្នុងចិត្តលួចបន្ទោសខ្លួនឯងថាតាមពិតនាងគឺជាអ្នកមានវិជ្ជាជីវៈពណ៌មាសដ៏ខ្លាំងមានអំណាចសោះប៉ុន្តែបាជីឯណោះទេដែលកំពុងតែធ្វើជាមេដឹកនាំពិតប្រាកដនោះហើយយើងចាំមើលភាពបន្តទៀតអ្នកទាំងអស់គ្នាថានឹងទៅជាយ៉ាងណាណាអរគុណច្រើនចំពោះការគ្រប់គ្រង admin កន្លងមកតាំងពីភាគទី1មិនថា channel ចាស់ channel អីទេគឺគ្រប់គ្រង admin រហូតអរគុណខ្លាំងមែនតើ admin អីក្រៅពីពាក្យថាអរគុណជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អរទទួលទានមានបានជួយគ្រោះភេទកិច្ចមានលុយច្រើនចែក admin ចាយផង QR នៅនេះដែរបាទតិចតួចក៏អូខេមិនក៏បានអត់ឲ្យក៏បានអូខេអត់អីទេ